យើងខ្ញុំជាក្រុមស្ម័គ្រចិត្តនៃវិទ្យុ CMN ឬបណ្ដាញផ្សាយព័ត៌មានកម្ពុជាសូមស្វាគមន៍លោកនាងអ្នកស្ដាប់ទាំងអស់ជាទីមេត្រីពីរដ្ឋធានី Washington DC សហរដ្ឋអាមេរិកខ្ញុំបាទគង់សម្រាប់អ្នកស្រីមឿងទុំនិងសហការីរបស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី4ខែមិថុនាគ្រិស្តសករាជ2017ដែលត្រូវនៅថ្ងៃ7កើតខែផល្គុនឆ្នាំវកអត្តស័កពុទ្ធសករាជ2560លោកអ្នកនាងម្នាក់ស្ដាប់ជាទីមេត្រីព័ត៌មានសំខាន់នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះរួមមានអំពីសកម្មជនដីធ្លីរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឲ្យដោះលែងអ្នកស្រីទេវណ្ណីលោកសំរងស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយជំរុញដំណាភាពការបោះឆ្នោតលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានគ្រងដាក់ស្នើឲ្យកាត់បន្ថយការផ្សព្វផ្សាយថាមីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋទេរួមជាមួយនឹងដំណឹងសំខាន់មួយចំនួនទៀតដែលនឹងជម្រាបជូនលោកអ្នកនាងស្ដាប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃសៅរ៍នេះដែរយើងខ្ញុំនៅមានបទវិភាគសំខាន់ពីរទៀតទី1ថ្មីស្ដីអំពីជីវិតគឺជាការតស៊ូឬជាការប្រយុទ្ធលោកព្រំសាណូរ៉ានៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងវិភាគពិស្ដារអំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួមគ្នាការពារកម្ពុជាកុំឲ្យអាយ៉ងយួនរុញកម្ពុជាឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃយួនកុម្មុយនីសក្រុងហាណូយនាពេលដ៏ខ្លីខាងមុខនេះទី2ជាបទវិភាគស៊ីជម្រៅរំលឹកអំពីថាតើឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាមានកាតព្វកិច្ចសំខាន់អ្វីខ្លះក្នុងការតាមឃ្លាំមើលសាកសួរនិងរាយការណ៍អំពីបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាលោកនាថបណ្ឌិតរិទ្ធិពលវិភាគលម្អិតផងដែរអំពីថាតើហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាបន្តរំលោភលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស$23ឆ្នាំ1991លើចំណុចអ្វីខ្លះដែលរួមមានទាំងការគម្រាមមិនឲ្យអង្គការសហប្រជាជាតិជួបពិគ្រោះយោបល់អំពីការធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយនៅកម្ពុជាដើម្បីជ្រាបច្បាស់យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់កម្មវិធីផ្សាយនៃវិទ្យុ CMN នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះទៅតាមលំដាប់ដោយមេត្រីជាកិច្ចចាប់ផ្ដើមនៃកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ CMN នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះនាងខ្ញុំសៅម៉ាសូមជូនខ្លឹមសារពិស្ដារទៅតាមលំដាប់ដូចតទៅសកម្មជនដីធ្លីមួយចំនួននៅតំបន់បឹងកក់កាលពីថ្ងៃទី3ខែមីនាឆ្នាំ2017បានស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសូមដោះលែងតំណាងពួកគេគឺអ្នកស្រីទេវណ្ណីដែលពួកគេអះអាងថាលោកហ៊ុនសែនបានបង្ហើបថានឹងពិចារណារឿងនេះកាលពីថ្ងៃទី31ខែមករាឆ្នាំ2017នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី31ខែមករាឆ្នាំ2017លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាសំណុំរឿងអ្នកជាប់ទោសនៅតំបន់បឹងកក់អាចនឹងពិនិត្យមើលឡើងវិញសំណុំរឿងទី2គឺសំណុំរឿងពួកជាប់ទោសនៅបឹងកក់ដែលមានចរិតកុបកម្មការកាត់ទោសបានធ្វើឲ្យខ្ញុំនឹងពិនិត្យករណីណាខ្លះដែលអាចនឹងទទួលបាននៅការសុំលើកលែងទោសខ្ញុំបាននិយាយបែបនេះខ្ញុំនឹងទៅលើកមើលក្នុងចំនួននោះតើមាននរណាខ្លះទោសស្រាលជាងគេខ្ញុំនឹងអាចប្រើសិទ្ធិអំណាចរបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីតាមច្បាប់ពន្ធនាគារដើម្បីសុំលើកលែងទោសដំណើរសហគមន៍បឹងកក់អ្នកស្រីបៅសាភាបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពីដាក់ញត្តិថាអ្នកស្រីទេវណ្ណីដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារនោះអ្នកស្រីថាមិនមានកំហុសដោយការចាប់រកកាន់ឡើយអ្នកស្រីសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអាចជួយអន្តរាគមន៍ដោះលែងអ្នកស្រីទេវណ្ណីឲ្យមានសេរីភាពឡើងវិញបានយុរដ្ឋមន្ត្រីហ៊ុនសែនដែលគាត់បាននិយាយនៅថ្ងៃទី31ខែមករាឆ្នាំ2017នៅវិនិរដ្ឋសភាក្នុងករណីគាត់លើកឡើងថាករណីរបស់អ្នកបង្កក់គាត់អាចលើកយកមកដើម្បីពិនិត្យមើលបានអញ្ចឹងវាជាឱកាសមួយដែលគាត់គួរតែធ្វើសេចក្តីល្អសម្រាប់ពួកខ្ញុំដែលជាករណីដែលចុងក្រោយសម្រាប់ខ្ញុំឬអ្នកបង្កក់ណាគឺនៅក្នុងឱកាសដែលទិវាសិទ្ធិនារីចិត្តមកដល់នេះអញ្ចឹងក្នុងនាមអ្នកស្រីទេវណ្ណីគាត់គឺជាស្ត្រីម្នាក់ដែលគាត់ធ្វើការងារនៅក្នុងការទាមទារតវ៉ារឿងសិទ្ធិចំណូលឋានទឹកដីធ្លីរបស់គាត់យ៉ាងសកម្មហ្នឹងត្រូវបានជាប់គុកដល់ទៅ3ដងហើយនៅក្នុងនោះដែរគាត់គឺជាស្ត្រីមេម៉ាយក្រោយពីការទាមទារតស៊ូរឿងនៅតំបន់បឹងកក់គាត់បានលះបង់ស្ដីសុខរបស់គាត់លះបង់ក្រុមគ្រួសារបើតាមអ្នកស្រីបៅសាភានេះគឺជាញត្តិលើកទី4ហើយដែលពួកគាត់បានដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីស្នើសុំឲ្យដោះលែងអ្នកស្រីទេវណ្ណីនិងដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់នោះ
នៅក្នុងខ្លឹមសារញត្តិរបស់ប្រជាពលរដ្ឋនៅបឹងកក់នៅថ្ងៃដដែលនោះគឺសូមឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអន្តរាគមន៍ដោះលែងអ្នកស្រីទេវ៉ានីសូមឲ្យអន្តរាគមន៍បញ្ឈប់ការប្តឹងផ្តល់ប្រជាពលរដ្ឋនៅតុលាការដោយសាររឿងតវ៉ាដីធ្លីនិងសូមឲ្យអន្តរាគមន៍ដោះស្រាយបញ្ហាចំនួនដីធ្លីនិងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលនៅសេសសល់មន្ត្រីខុទ្ទកាលឲ្យលោកនាយករដ្ឋមន្ត្រីគឺលោកគង់ចម្រើនបានទទួលយកញត្តិពីប្រជាពលរដ្ឋដោយបានលើកឡើងថាអ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងរដ្ឋសភានោះគឺសម្រាប់អ្នកទោសដែលសាលក្រមតុលាការចូលជាស្ថាពរតែប៉ុណ្ណោះចំពោះអ្នកដែលតុលាការកំពុងធ្វើការចោទប្រកាន់នោះលោកមិនអាចទទួលជួយអន្តរាគមន៍បាននោះទេវាយខ្លួននឹងសិនឲ្យបបាមកទៀតចាំហ្នឹងវាពិបាកណាស់គេធ្វើទៅមិនទាន់បានអីវាត្រូវការពេលវេលាធ្វើទៅក៏ដល់ពេលយើងមកដាក់ទៀតអញ្ចឹងអានេះកំមិនដាក់យកអាចាំយកអសរក្រមរបស់ទេវនីមកដាក់តាតែចានេះបងយកទៅក្រុមថាពោចាំយកមកដាក់ទៀតអូចាំពួកខ្ញុំគេចាប់បាត់ទៅចាំកាលពីថ្ងៃទី19ខែកញ្ញាឆ្នាំ2016សាលាដំបងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកស្រីទេវ៉ានីដាក់ពន្ធនាគារ6ខែដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ2011ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀតដាក់ពន្ធនាគារ2ឆ្នាំកន្លះដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញតែក្រុមសកម្មជនដីធ្លីនិងអង្គការសិទ្ធិមនុស្សចាត់ទុកថាសារក្រមនេះមិនមានយុត្តិធម៌នោះទេCMN គឺជាសម្លេងជនរងគ្រោះគណៈការបោះឆ្នោតជិតចូលមកដល់អតីតមេដឹកនាំបកប្រឆាំងដែលកំពុងនិរតីខ្លួននៅក្រៅប្រទេសលោកសំរាំងស៊ីអំពាវនាវឲ្យរកសម្ពាធពីសហគមន៍អន្តរជាតិនៅក្នុងន័យធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតគណៈបកកណ្ដាលអំណាចកំពុងតែកែច្បាប់ថ្មីមួយដែលគេគិតថាជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី2ខែមីនាឆ្នាំ2017លោកសំរាំងស៊ីបានសរសេរលើ Facebook ផ្លូវការរបស់លោកដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវក្នុងប្រទេសកម្ពុជានៅឆ្នាំ2017និងឆ្នាំ2018បើតាមប្រតិទិនគោជបប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះពលគឺនៅសល់ប្រមាណ7ខែទៀតតែប៉ុណ្ណោះលោកសំរាំងស៊ីបានស្នើឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍គណៈបក្សសង្គ្រោះជាតិឲ្យបានចូលរួមប្រគល់ប្រជែងការបោះឆ្នោតដោយតម្លាភាពและអះអាងថាគណៈបកកាន់អំណាចកំពុងតែរកលេសចង់រំលាយគណៈបក្សសង្គ្រោះជាតិដើម្បីជៀសវាងការប្រគល់ប្រជែងដោយសេរីនិងយុត្តិធម៌ការអំពាវនាវរបស់អតីតមេបកប្រឆាំងរូបនេះបានធ្វើឡើងក្រោយពីស្ថាប័នច្បាប់ដែលមានតែតំណាងរាស្ត្រគណៈបកកាន់អំណាចអនុម័តយល់ព្រមជាបន្តបន្ទាប់ក្រោយសម្លេងរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិដូចជារដ្ឋសភានិងព្រឹទ្ធសភាហើយពេលនេះច្បាប់ស្ដីពីគណៈបកនយោបាយដ៏ចម្រូងចម្រាសនេះកំពុងស្ថិតនៅលើដៃក្រុមប្រឹក្សាធម្មនុញ្ញនៅឡើយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបានច្រានចោលការលើកឡើងនេះនិងបានបកស្រាយវិញថាការលើកឡើងរបស់លោកសំរាំងស៊ីគ្រាន់តែជាសម្លេងក្រៅឆាកដែលលោកថាគ្មានការចាប់អារម្មណ៍នោះទេជាងនេះទៅទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់រំញញឹកញាប់ថាមិនអោយប្រទេសជាអន្តរជាតិលោកដៃចូលអន្តរាគមន៍បញ្ហាខ្វែងគំនិតគ្នារបស់អ្នកនយោបាយកម្ពុជាដោយលោកអះអាងថាកិច្ចអន្តរាគមន៍ណាមួយពីសហគមន៍អន្តរជាតិលោកថាជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជាកាលពីថ្ងៃ2យើងបានថាសមាជវិសមាជរបស់គណៈបកសង្គ្រោះជាតិបានរៀបចំក្បាលម៉ាស៊ីនប្រធានអនុប្រធានគណៈបករួចហើយអញ្ចឹងសំរងស៊ីនេះវាប្រៀបដូចថាកប៉ាល់ចេញចោលហើយវាអត់មានផ្លូវបកក្រោយបានទេទី2ចំពោះការអំពាវនាវរបស់គាត់ថាឲ្យសហគមន៍អន្តរជាតិឲ្យជួយការពារគណៈបកសង្គ្រោះជាតិកុំឲ្យមានការរំលាយអីខ្ញុំយល់ថាវាមិនជាកត្តាកំណត់ទេកត្តាកំណត់វាស្ថិតនៅលើអំពើប្រព្រឹត្តរបស់គណៈបកសង្គ្រោះជាតិហើយក៏ដូចជាគណៈបកដទៃដែរតែប្រព្រឹត្តទៅអំពីគោលការណ៍ច្បាប់ស្ដីពីគណៈបកនយោបាយអាហ្នឹងគឺថាត្រូវទទួលខុសត្រូវចំពោះខ្លឹមសារច្បាប់ដែលយើងប្រព្រឹត្តទៅនឹងហើយមាត្រា88ថ្មីច្បាប់នេះបានផ្ដល់អំណាចឲ្យក្រសួងមហាផ្ទៃនិងតុលាការកំពូលអាចផ្អាកនិងរំលាយគណៈបកចោលបានបើគណៈបកនោះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលមានចែងក្នុងមាត្រា6មាត្រា6ចែងថាគ្រប់គណៈបកនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយបើឲ្យមានអបគមដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិបូរណភាពទឹកដីធ្វើវិធានសនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុបកនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញធ្វើឲ្យប៉ះពាល់ដល់សន្តិនៃរដ្ឋការបង្កើតកម្លាំងប្រដាប់អាវុធនិងធ្វើការញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិសហគមន៍អន្តរជាតិដែលមានតំណាងសហរដ្ឋអាមេរិកសហភាពអឺរ៉ុបតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថាច្បាប់ថ្មីនេះជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបកដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលហៅកាត់ថាលោកយ៉ងកំឯងលើកឡើងថាកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិនឹងអាចកើតមានមកលើរដ្ឋាភិបាលកម្ពុជាអាស្រ័យទៅលើទំហំនៃភាពមិនប្រក្រតីដោយថាដើម្បីជំរុញឲ្យអនុវត្តលទ្ធិប្រជាធិបតេយ្យដែលពួកគេបានខិតខំជំរុញច្រើនឆ្នាំមកហើយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោកយ៉ងកំឯងបានឲ្យដឹងថាភាពស្របច្បាប់របស់រដ្ឋាភិបាលស្ថិតក្រោមការឃ្លាំមើលរបស់សហគមន៍អន្តរជាតិនិងសហគមន៍ជាតិដែលជាម្ចាស់ជំនួយពីដំណាភាពនៃការបោះឆ្នោតលោកថាបើសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតលោកថាកម្ពុជានឹងបាត់បង់ឱកាសនៅក្នុងការអភិវឌ្ឍជាតិតាមរយៈជំនួយនានាបញ្ហាការបោះឆ្នោតយើងនោះវាមានបញ្ហាធំជាប្រកដីធំអាហ្នឹងគឺអន្តរជាតិគេអាចនឹងមិនទទួលស្គាល់ការបោះឆ្នោតកាលណាគេអត់ទទួលស្គាល់ការបោះឆ្នោតស្មើនឹងមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនឹងដែរបាទពីការបោះឆ្នោតដែលគេអត់ទទួលស្គាល់ដល់តែស្លាអញ្ចឹងបើសិនជាមានករណីអញ្ចឹងគឺធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការអភិវឌ្ឍជាពិសេសតាំងពីការអភិវឌ្ឍភូមិសេដ្ឋកិច្ចរបស់យើងជាពិសេសគឺសេដ្ឋកិច្ចនេះបាទអត់មានណាគេចិនមកបណ្ដាក់សម្រួលទីជាមួយយើងគេអត់សហការជាមួយយើងក្នុងការបោះដូរទំនិញអីផ្សេងៗនេះគឺការខាត់បង់ហើយបាទកាលពីថ្ងៃទី23ខែកុម្ភៈលោកសំរងស៊ីបានសរសេរនៅលើ Facebook ផ្លូវការរបស់លោកដែលរិះគន់ការដឹកនាំរបស់លោកហ៊ុនសែនដោយលើកឡើងថាការបោះឆ្នោតនៅខាងមុខនឹងមិនទទួលស្គាល់ដោយអន្តរជាតិទេរដ្ឋាភិបាលណាដែលចង់ក្រាញអំណាចឲ្យខុសច្បាប់នឹងប្រឈមវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតហើយនឹងខ្សោយធនជាមិនខានគឺបញ្ចប់ជីវិតនយោបាយតែម្ដង CMN គឺជាសម្លេងប្រជាធិបតេយ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មានក្រុងស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីសូមកាត់បន្ថយការផ្សព្វផ្សាយឃ្លាថាមីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជនមិនមែនជារបស់រដ្ឋទេដោយថាកុំឲ្យប្រជាពលរដ្ឋធុញទ្រាន់នឹងសម្លេងនេះគម្រោងស្នើសុំនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនិងបណ្ដាញផ្សព្វផ្សាយឲ្យជួយផ្សាយថាមីក្រូហិរញ្ញវត្ថុរបស់ឯកជនមិនមែនជារបស់រដ្ឋទេគណៈលោកហ៊ុនសែនក៏បានបញ្ជាដោយផ្ទាល់បន្ថែមទៀតឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវចាក់សោជាសម្លេងដូចគ្នាតាមរយៈការហៅទូរស័ព្ទនិងការហៅជាភាសាអង់គ្លេសថា call tune ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារមួយកាលពីថ្ងៃទី2ខែមិនិនាឆ្នាំ2017រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធថ្លែងថាការផ្សព្វផ្សាយពាក្យស្លោកថាមីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋទេជារៀងរាល់ថ្ងៃរហូតពេញមួយឆ្នាំអាចធ្វើឲ្យប្រជាពលរដ្ឋខ្លះមានការធុញទ្រាន់នឹងសារសម្លេងនេះលោកខៀវកញ្ញរិទ្ធបានបញ្ជាក់ថាលោកនឹងស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអន្តរាគមន៍ទៅលើក្រុមហ៊ុនទូរស័ព្ទនិងប្រព័ន្ធផ្សព្វផ្សាយឲ្យកាត់បន្ថយការផ្សព្វផ្សាយឲ្យនៅត្រឹមមួយសប្តាហ៍ម្ដងឬមួយខែម្ដងវិញយើងអាចរត់តាមរឿងនឹងរហូតមួយឆ្នាំទៀតទៅទីពេញវិញអញ្ចឹងតែជាខ្ញុំនឹងពិគ្រោះសុំយោបល់សម្ដេចយុរដ្ឋមន្ត្រីទេថាយើងរត់បានមួយទឹកហើយយើងចប់ឬមកដល់មួយខែយើងចេញម្ដងទៅវិញអានឹងគឺការល្អទោះយ៉ាងណាលោកខៀវកញ្ញរិទ្ធមិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់ដែលថាក្រុងនឹងស្នើទៅលោកហ៊ុនសែននោះទេនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសំជ័យយល់ឃើញថាការដាក់សម្លេងតាមទូរស័ព្ទឬ call tune មីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋគួរតែដាក់រយៈពេលខ្លីជាងដាក់មួយឆ្នាំតាមការចង់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោយលោកថាអាចធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការធុញទ្រាន់និងរំលោភសិទ្ធិឯកជនលោកបញ្ជាក់ថាមុននឹងដាក់សម្លេងនេះក្រុមហ៊ុនគួរតែសុំយោបល់ពីអ្នកប្រើប្រាស់សេវាទូរស័ព្ទជាមុនសិនក្រុមហ៊ុនទូរស័ព្ទគួរតែមានរបៀបធ្វើការរបស់ខ្លួនមួយទូមតិយោបល់របស់អតិថិជនព្រោះថាទូរស័ព្ទនេះជាទូរស័ព្ទឯកជនទេចឹងក្រុមហ៊ុនត្រូវតែមានការសុំយោបល់ពីអតិថិជនរបស់ខ្លួនតើគេត្រូវការសម្លេងរបស់រដ្ឋាភិបាលឡើងប្រមាណរយៈពេលប្រមាណមួយអាទិត្យ3ថ្ងៃក្នុងមួយខែអត់អាចដាក់ឲ្យគេរហូតចឹងទេអានេះគឺជាការរំលោភសិទ្ធិបុគ្គលដែរនៅក្នុងទីមទូរស័ព្ទតែជារបស់ឯកជនហ្នឹងលោកមេធាវីសំសកុងបញ្យល់តាមនីតិវិធីច្បាប់ថាករណីអ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុនទូរស័ព្ទហើយត្រូវបានម្ចាស់ក្រុមហ៊ុនដាក់សម្លេងក្នុងទូរស័ព្ទដែលអ្នកប្រើប្រាស់មិនពេញចិត្តលោកថាជាការរំលោភច្បាប់ករណីនេះលោកថាបើអ្នកប្រើប្រាស់សេវាយល់ថាសម្លេងនោះនាំឲ្យរំខាននិងប៉ះពាល់អារម្មណ៍ខ្លាំងពួកគេមានសិទ្ធិប្តឹងទៅតុលាការនិងស្ថាប័នពាក់ព័ន្ធឲ្យលុបសម្លេងនោះចេញបានកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2017ក្រសួងពាណិជ្ជកម្មបានតម្រូវឲ្យធនាគារពាណិជ្ជធនាគារឯកជនធនាគារឯកទេសនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដែលប្រើប្រាស់
ម៉ាកពាណិជ្ជកម្មរបស់ខ្លួនមានលក្ខណៈស្រដៀងនឹងនិមិត្តសញ្ញាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬធនាគារជាតិត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួនឲ្យបានមុនថ្ងៃទី10 ខែមីនា ឆ្នាំ 2017 សេចក្តីប្រកាសរបស់ក្រសួងបែបនេះធ្វើឡើងភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរិះគន់មន្ត្រីរដ្ឋាភិបាលរបស់លោកថាធ្វើការស្ទួកក្នុងការផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំរឿងជំពាក់បំណុលឯកជនទៅជាបំណុលរបស់រដ្ឋលើសពីនេះទៅទៀតលោកហ៊ុនសែនក៏បានបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយនិងក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវតែជួយផ្សាយថាមីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជនមិនមែនជារបស់រដ្ឋទេដោយប្រើសារជាសំឡេងដូចនេះក្នុងទូរស័ព្ទ Call Tune ផងដែរចលនានាងមអ្នកស្ដាប់ជាទីមេត្រីព័ត៌មានសំខាន់ៗនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះដែលរាយការណ៍ជូនដល់នាងខ្ញុំសាមាសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះ CMN បម្រើប្រយោជន៍រួមរបស់ប្រជាជាតិខ្មែរលោកអ្នកនាងមិត្តអ្នកស្ដាប់ជាទីមេត្រីជាងខ្ញុំនៅមានសេចក្តីរាយការណ៍សំខាន់ៗពីរទៀតដែលនឹងផ្សាយជូនជាទីសម្ដាប់នាពេលបន្តិចទៀតនេះជាសំឡេងពលរដ្ឋខ្មែរអាមេរិក This is the voice of Khmer American លោកអ្នកនាងមនៈស្ដាប់ជាទីមេត្រីហ៊ុនសែននាយករដ្ឋមន្ត្រីដែលក្តោបក្តាប់កម្ពុជាជាង30ឆ្នាំមកនេះបានថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2016និងទិសដៅការងារឆ្នាំ2017នៃក្រសួងការបរទេសថ្លែងនៅឯវិមានសន្តិភាពនៅក្រុងភ្នំពេញកាលពីថ្ងៃទី1 ខែមីនាឆ្នាំ2017ថាប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលទៅរស់នៅច្រើននឹងនាំឲ្យមានការបាត់បង់អំណាចរបស់ជនជាតិដើមហ៊ុនសែនបន្តថាឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិកនិងនៅប្រទេសបារាំងជាដើមដែលមានមេដឹកនាំមិនមែនជាជនជាតិដើមនោះទេក៏ប៉ុន្តែអ្នកវិភាគឯករាជ្យមកឃើញថាសម្ដីប្រៀបធៀបរបស់ហ៊ុនសែននេះមិនបានឆ្លុះបញ្ចាំងការពិតនៅសហរដ្ឋអាមេរិកនិងប្រទេសបារាំងនោះទេពីព្រោះមេដឹកនាំគេគ្រប់រូបពុំបានធ្វើកញ្ចេះឬក៏យ៉ងបរទេសណាមួយជួយបង្ហូរនិគមជនបរទេសឲ្យហូរចូលស្រុកគេកាន់តែច្រើនដើម្បីច្បាមអំណាចលេបយកប្រទេសគេពិសេសសហរដ្ឋអាមេរិកនិងប្រទេសបារាំងក្តីគេមិនដែលចាត់ទុកអ្នកស្នាជាតិពិតប្រាកដរបស់គេជាសត្រូវផ្ទុយទៅវិញគេនាំគ្នាការពារនិងគាំពារជានិច្ចគឺគេធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារប្រយោជន៍ជាតិនិងប្រជាពលរដ្ឋរបស់គេជាធំតែទន្ទឹមនឹងសម្ដីហ៊ុនសែននេះដែរលោកព្រំសៅនរានៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកសូមជូនសេចក្តីបំភ្លឺពិស្ដារអំពីថាជីវិតគឺជាការតស៊ូឬជាការប្រយុទ្ធដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួមគ្នាដើម្បីការពារកម្ពុជាពីការលេបត្របាក់ដោយយួនកុម្មុយនីសក្រុងហាណូយដែលថាមានហ៊ុនសែននិងគណបកប្រជាជនកម្ពុជាជាអាយ៉ងដាច់ថ្លៃនោះវាសួរអស់លោកអ្នកមានបុណ្យទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំព្រំសៅនរាប្រធានក្រុមប្រឹក្សានយោបាយអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកថ្ងៃនេះខ្ញុំសូមជម្រាបអំពី Life is a struggle ឬជាខ្មែរថាជីវិតគឺជាការតស៊ូឬជាការប្រយុទ្ធឧបសគ្គមានគ្រប់ចម្ពោះការតស៊ូទល់នឹងការអត់ឃ្លានការតស៊ូនឹងសត្រូវធម្មជាតិដូចជាអាកាសធាតុក្តៅត្រជាក់ភ្លៀងផ្គររន្ទះការតស៊ូនឹងជំងឺឈឺស្កាត់គ្រប់បែបយ៉ាងយើងត្រូវតស៊ូប្រកួតប្រជែងជាមួយអ្នកស្រុកជាមួយគ្នាក្នុងការរកទទួលទានប្រចាំថ្ងៃគេត្រូវការសិក្សាឲ្យមានបច្ចេកទេសខ្ពស់ដើម្បីផលិតអាហារផលិតរបស់ប្រើប្រាស់សម្រាប់ប្រើនិងសម្រាប់លក់យកកម្រៃឲ្យមានគុណភាពសម្រាប់ឲ្យសម្រស់ឲ្យបានប្រសើរជាងរបស់អ្នកដទៃទើបអាចទៅរួចបើមិនដូច្នោះទេគ្មានអ្នកណាទិញទំនិញយើងរបស់យើងនឹងត្រូវដួលតែការតស៊ូធំជាងគេគឺត្រូវតស៊ូឲ្យជាតិរស់គង់វង្សគ្មានអ្នកណាអមតៈទេដូច្នេះយើងត្រូវចេះបណ្ដុះបណ្ដាលកូនចៅឲ្យចេះថែរក្សាប្រទេសទំនៀមទម្លាប់ប្រពៃណីដើម្បីអ្នកទាំងនោះជាទំពាំងស្នងរស័យពេលដែលយើងចែកឋានទៅបើទោះបីជាប្រទេសជិតខាងយើងគេខំបំបត្តិពូជសាសន៍យើងយ៉ាងណាក្តីមានតែខ្មែរដូចគ្នាទេដែលអាចចូលរួមជាមួយយើងសាមគ្គីគ្នាទប់ទល់នឹងអ្នកជិតខាងយើងដែលសម្លឹងឃើញទឹកដីយើងដូចជាស្ករផ្អែមឆ្ងាញ់ពិសារបស់គេពេលថ្មីនេះលោកហ៊ុនសែនបានប្រាប់កូនចៅគាត់ថាអនាគតអ្នកដឹកនាំប្រទេសខ្មែរកាន់អំណាចប្រទេសគឺអាចនឹងជាជនបរទេសនេះបញ្ជាក់អំពីគោលបំណងរបស់ចៅហ្វាយគាត់
គឺយួនដែលបញ្ជូនយួនឲ្យមកនៅច្រើននៅក្នុងប្រទេសយើងហើយគេនឹងដឹកនាំប្រទេសយើងទៅអនាគតអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកសូមជម្រាបថាមានតែមធ្យោបាយមួយគត់គឺទម្លាក់អ្នកដែលចង់យកស្រុកយើងឲ្យទៅនៅខ្ញុំគេឬឲ្យបរទេសមកត្រួតប្រទេសយើងនេះរបៀបតែមួយគត់គឺការបោះឆ្នោតទម្លាក់ពួកគាត់ពីអំណាចគត់ហើយថាខ្មែរយើងជាអ្នកស្រឡាញ់សន្តិភាពមិនចូលចិត្តរកគួនអ្នកដទៃតែនេះមិនមែនជាកត្តាដែលធ្វើឲ្យបរទេសជិតខាងយល់ថាយើងជាមនុស្សល្អទេទៅវិញគេយល់ថាយើងជាមនុស្សល្ងង់មិនចេះតស៊ូទៅវិញទេគោលបំណងរបស់គេគឺចង់បានទឹកដីយើងបើដូច្នេះគេត្រូវតែសម្លាប់យើងដូច្នេះមានតែយើងទាំងអស់គ្នាចូលរួមគ្នាតស៊ូស្លាប់រស់ជាមួយគ្នាដើម្បីការពារបរទេសកុំឲ្យចូលមកឈ្លានពាននិងយកទឹកដីរបស់យើងប្រទេសនេះគឺជាប្រទេសរបស់យើងទាំងអស់គ្នាពុំមើលបំណាំគ្នាឲ្យសោះមានអ្នកណាគេស្រឡាញ់យើងចង់មកស្លាប់ជំនួសយើងទេមានតែខ្មែរយើងទាំងអស់គ្នានេះហើយដែលត្រូវក្រោកឡើងការពារប្រទេសយើងទាំងអស់គ្នាកុំទុកឲ្យរបបដេរិឆានខ្ញុំកញ្ជះបរទេសបំផ្លាញប្រទេសយើងតទៅទៀតលោកហ៊ុនសែនបានបន្លាចយើងទៀតថាបើអត់ពីហ៊ុនសែនទៅប្រទេសនឹងមានសង្គ្រាមហើយមេដឹកនាំនឹងคล้ายទៅជាច្រើនជាងហ៊ុនសែនគាត់លើកឧទាហរណ៍ថាដូចជាប្រទេសអ៊ីរ៉ាក់ប្រទេសស៊ីរីយ៉ានិងប្រទេសលីប៊ីជាដើមប៉ុន្តែក្នុងបរិបទសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាខ្មែរទាំងអស់គេត្រូវតែទម្លាក់របបដេរិឆានរបស់លោកហ៊ុនសែននេះដើម្បីធ្វើប្រទេសកម្ពុជាឲ្យមានសេរីភាពលទ្ធិប្រជាធិបតេយ្យនិងឲ្យមានការគោរពសិទ្ធិមនុស្សដោយត្រឹមត្រូវទោះបីលោកហ៊ុនសែនខំបំផិតបំភ័យប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏ខ្មែរទាំងអស់គ្នាគេយល់ថាវាគ្មានអ្វីក្រៅពីទម្លាក់របបដេរិឆាននេះចោលធ្វើខ្មែរយើងអាចរស់រានមានជីវិតទៅមុខតើរបៀបដែលយើងចង់ធ្វើគឺបោះឆ្នោតទម្លាក់លោកហ៊ុនសែនទម្លាក់គណៈបកប្រជាជនខ្ញុំបរទេសយួនដូច្នេះហើយវាគ្មានរបៀបដែលលោកហ៊ុនសែនយកមកនិយាយដូចជានៅអ៊ីរ៉ាក់ឬក៏នៅស៊ីរីយ៉ាដែលមានសង្គ្រាមនោះទេពីព្រោះការធ្វើរបស់យើងគឺជាផ្លូវត្រឹមត្រូវតែមួយគត់តាមផ្លូវច្បាប់ដូច្នេះវាគ្មានអ្នកណា2 3 4នាក់មកដណ្ដើមកាប់ចាក់គ្នាដូចជាលោកហ៊ុនសែននិយាយនោះទេតើខ្មែរទាំងអស់គ្នាទៅរួបរวมរបៀបណាអស់លោកដឹងហើយថាគណៈបកសង្គ្រោះជាតិមានប្រជាពលរដ្ឋក្នុងស្ថិតិបោះឆ្នោតឆ្នាំ2013មានមនុស្ស2លាន9សែននាក់ជិត3លាននាក់ជាអ្នកគ្រប់គ្រងដូច្នេះដំណោះស្រាយដែលស្រួលជាងគេបំផុតគឺតម្លើងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិឲ្យលើសពី3លាន4លាននាក់ទៅនឹងយើងអាចនឹងមានជោគជ័យហើយដូច្នេះហើយវាគ្មានការដែលដោយលោកហ៊ុនសែនថានឹងមានសង្គ្រាមនោះទេអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកបានរៀបចំខ្លួនដើម្បីជួយដោះស្រាយបញ្ហាប្រទេសតាមរយៈសភាអាមេរិកនិងរដ្ឋាភិបាលអាមេរិកដូច្នេះហើយយើងសូមអំពាវនាវចំពោះបងប្អូនម៉ែទាំងអស់សូមកុំចាញ់ការបោកប្រាស់ឈិនស្ពិនភ្នែករបស់របបដេរិឆានសប្តាហ៍ថ្ងៃនេះគេកំពុងបង្វក់បង្វិលយើងឲ្យសប្បាយឲ្យឆ្លុះនឹងគ្រប់យ៉ាងសម្ភារៈផ្សេងឲ្យយើងយល់ច្រឡំថាយើងមានសន្តិភាពមានការរីកចម្រើនតាមការពិតសូមបងប្អូនពិចារណាតែមួយមុខថាបើយើងរីកចម្រើនមែនម្ដេចក៏យួននៅពេញស្រុកហើយខ្មែរនាំគ្នារត់ចោលស្រុកទៅប្រទេសក្រៅសម្រាប់រកលុយមកផ្គត់ផ្គង់គ្រួសារបើទីហ៊ានប៉ូលីសនិងតុលាការនៅក្រោមបញ្ជាលោកហ៊ុនសែនឲ្យមកធ្វើបាបខ្មែរសូម្បីតែពួកចាមក៏គេមិនហ៊ានធ្វើបាបដែរគេមិនធ្វើដូចខ្មែរទេពួកចាមទាំងអស់នោះគេនាំគ្នាធ្លាក់របងកុំឲ្យធ្វើផ្លូវកាត់វិហារគេក៏ពួកប៉ូលីសពួកទាហានអត់ហ៊ានធ្វើអីគេប៉ុន្តែខ្មែរវិញគឺគាត់នាំគ្នាទៅវាយទៅបាញ់សម្លាប់គ្រប់ការទាមទាររបស់ខ្មែរទាំងដូច្នេះហើយខ្ញុំសូមទាមទារបងប្អូនទាំងអស់គ្នាសូមចូលជាសមាជិកអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកខ្លាយទៅជាអ្នកមានដឹងដើម្បីជួយដោះស្រាយចំណោទប្រទេសខ្មែរឲ្យបានឆាប់រហ័សសូមតាក់ទងជាមួយខ្ញុំបាទគុណសោណារាលេខ703 203 4834 703 203 4834គឺតាមលោកទូវិបុល 703 350 7911 សូមអរគុណសូមជម្រាបលាសាស្ត្រថ្មីដើម្បីលើកទឹកដីខ្មែរឲ្យបានគឺបញ្ចូលនិគមជនឈ្លានពានឲ្យបានចំនួនច្រើនលើសពីចំនួនសរុបនៃខ្មែរម្ចាស់ប្រទេស
លោកអ្នកនាងមនៈស្ដាប់ជាទីមេត្រីវាគ្មិនកិត្តិយសនៃវិទ្យុ CMN លោកអ្នកថាបណ្ឌិតរដ្ឋិពលប្រធានអង្គការសង្ឃប្រយោជន៍ជាតិយើងថ្ងៃនេះបានវិលមកជួបលោកអ្នកនាងមនៈស្ដាប់តាមកំណត់នៃនីតិស្វែងយល់អំពីកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជានៅទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ជាដំបូងនាងខ្ញុំមឹងទុំសូមជម្រាបសួរលោកវាគ្មិនជាមុនសិនមុននឹងប្រគល់ភារៈជូនលោកដើម្បីវិភាគទាក់ទិននឹងប្រធានបទសំខាន់ៗនឹងនយោបាយនៅក្នុងប្រទេសកម្ពុជាជម្រាបសួរលោកអ្នកថាបណ្ឌិតរដ្ឋិពលចា៎ជំរាបសួរបាទចាលោកនៅក្នុងរយៈពេលចុងក្រោយនេះរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានវាយប្រហារមានប្រតិកម្មខ្លាំងៗដោយពាក្យសម្ដីគំរាមទៅដល់អង្គការសហប្រជាជាតិមន្ត្រីតំណាងអង្គការសហប្រជាជាតិនៅកម្ពុជាថានឹងបិទការិយាល័យអង្គការសហប្រជាជាតិបាននៅតែលូកលាមប៉ះពាល់ដល់គេហៅថាសេចក្តីសម្រេចកិច្ចការផ្ទៃក្នុងនៃប្រទេសកម្ពុជាគឺថ្មីនេះខាងអង្គការសហប្រជាជាតិមានក្តីបារម្ភខ្លាំងចំពោះការដែលគណៈបកកណ្ដាលអំណាចបាននាំគ្នាធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយនោះអញ្ចឹងទាក់ទិននឹងប្រធានបទនេះនាងខ្ញុំមឹងទុំនៃវិទ្យុ CMN សូមអញ្ជើញលោកណដ្ឋបណ្ឌិតរដ្ឋិពលលោកវិភាគក្បោះក្បាយជូនលោកអ្នកស្ដាប់អំពីការគម្រាមរបស់បកកណ្ដាលអំណាចទៅលើស្ថាប័នអង្គការឯករាជ្យអង្គការសហប្រជាជាតិនៃអង្គការពិភពលោកនេះសូមអញ្ជើញលោកបាទសូមអរគុណអ្នកស្រីមឹងទុំនាយិកាអ្នកចាត់ចែងវិទ្យុ CMN ហើយសូមជម្រាបសួរដល់អស់លោកអ្នកជាខ្មែរស្នេហាជាតិយើងទាំងអស់នៅជុំវិញពិភពលោកបាទរយៈកាលមួយអាទិត្យកន្លងមកនេះគឺអាទិត្យចុងក្រោយនៃខែកុម្ភៈឆ្នាំ2017នេះមានព្រឹត្តិការណ៍ធំជាច្រើននៅប្រទេសកម្ពុជាដែលគួរឲ្យយើងបារម្ភប៉ុន្តែព្រឹត្តិការណ៍មួយជាពិសេសគឺការអនុម័តវិសោធនកម្មច្បាប់ទាក់ទងនឹងគណៈបកនយោបាយនៅប្រទេសកម្ពុជាវិសោធនកម្មច្បាប់នេះជាច្បាប់ជំរុំជម្រះជាទីបំផុតហើយដែលយើងជាអ្នកតាមដានស្ថានភាពទាំងខ្មែរទាំងបរទេសនិងអ្នកវិភាគស្ថានភាពនយោបាយប្រទេសកម្ពុជាបានមើលឃើញថាជាល្បិចកិច្ចការរបស់គណៈបកដឹកនាំគឺគណៈបកកណ្ដាលអំណាចថ្ងៃដើម្បីនឹងព្យាយាមបំបែកបំបាក់និងរំលាយគណៈបកប្រឆាំងគឺគណៈបកសង្គ្រោះជាតិកាលពីថ្ងៃទី20ខែកុម្ភៈសភាដែលមានតែសមាជិកគណៈបកប្រជាជនចូលប្រជុំដើម្បីអនុម័តច្បាប់វិសោធនកម្មច្បាប់គណៈបកនយោបាយថ្មីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងការព្រួយបារម្ភយ៉ាងខ្លាំងពីគ្រប់ទិសទីជាពិសេសការិយាល័យស្នងការជាន់ខ្ពស់នៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាដែលមានអ្នកស្រីវ៉ានហេលីជាអ្នកតំណាងបានយកសេចក្តីព្រាងវិសោធនកម្មច្បាប់នេះយកទៅធ្វើការស្រាវជ្រាវនិងធ្វើការវិភាគជាលម្អិតប៉ុន្តែមិនទាន់បានចប់សពគ្រប់និងមិនទាន់បានបោះពុម្ពផ្សព្វផ្សាយចែកជូនអ្នកមុខអ្នកការខ្មែរនិងបរទេសនិងអ្នកតាមដានស្ថានភាពនយោបាយខ្មែរនោះផងក៏មានការប្រជុំសម្រាប់នៅព្រឹទ្ធសភាខ្មែរកាលពីថ្ងៃទី28ខែកុម្ភៈនេះការនេះត្រូវលើកបញ្ជាក់ឡើងដោយសារព័ត៌មានភ្នំពេញ Post បញ្ជាក់អំពីប្រតិកម្មរបស់អ្នកស្រីវ៉ានហេលីនិងប្រតិកម្មរបស់អស់លោកសមាជិកព្រឹទ្ធសភានិងរដ្ឋសភាពីខាងគណៈបកប្រជាជនឲ្យចោទប្រកាន់ការិយាល័យស្នងការខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះថាបានរំលោភលើអធិបតេយ្យប្រទេសជាតិកម្ពុជារំលោភដោយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាហើយបាននិយាយខ្លាំងៗថាការិយាល័យនេះគួរតែត្រូវបានបញ្ចប់បញ្ឈប់យូរមកហើយមិនគួរការិយាល័យនេះនៅតែបន្តការជ្រៀតជ្រែកមកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដូច្នោះទេហើយគម្រាមកំហែងថានឹងចាត់វិធានការសមស្របអំពីការជ្រៀតជ្រែកផ្ទៃក្នុងនេះអ្នកស្រីវ៉ានហេលីបានសម្ដែងការសោកស្ដាយនិងខកចិត្តយ៉ាងខ្លាំងដោយបានបញ្ជាក់ថាអ្នកស្រីបានស្នើសុំជួបជាមួយនឹងលោកប្រធានព្រឹទ្ធសភាប្រជាជនកម្ពុជាគឺលោកសាយឈុំប៉ុន្តែខកខានមិនបានជួបលោកទេដោយសារគេបដិសេធមិនឲ្យអ្នកស្រីជួបផ្ទាល់ដើម្បីនឹងពិភាក្សាធ្វើសំណូមពរចំជួនយោបល់ឬក៏ពន្យាពេលនៃការអនុម័តដោយប្រញាប់នេះទុកពេលឲ្យ
ណៈនិងអ្នកមុខអ្នកការខ្មែរជាពិសេសអ្នកសារព័ត៌មាននិងអស់លោកអ្នកវិភាគនិងអ្នកតាមដានកិច្ចការសំខាន់របស់ប្រទេសកម្ពុជាហើយដល់ស្រីបានបញ្ជាក់ថាការគ្រាន់តែស្នើសុំជួបលោកប្រធានព្រឹទ្ធសភាដើម្បីនឹងធ្វើសំណើទាំងឡាយផ្សេងៗនោះជាខ្នាតអន្តរជាតិដែលជាមុខងាររបស់ការិយាល័យស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់ការសហជីវធ្វើនៅគ្រប់ប្រទេសរីឯការដែលចោទប្រកាន់ថាការធ្វើអធិការធ្វើស្រាវជ្រាវការបញ្ចេញមតិយោបល់និងសុំស្នើពិភាក្សាជាមួយលោកប្រធានព្រឹទ្ធសភាជាការជៀសជ្រែកអធិបតេយ្យភាពផ្ទៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះបានត្រូវអ្នកមុខអ្នកការជាន់ខ្ពស់អន្តរជាតិមួយរូបបានមានប្រសាសន៍ដោយត្រង់ថាអស់លោកអ្នកតំណាងគណៈបកប្រជាជនតំណាងថ្នាក់ដឹកនាំគណៈបកប្រជាជនតំណាងរដ្ឋាភិបាលគណៈបកប្រជាជនដែលបានបញ្ចេញអរិយាប័ត្រប្រមាថនិងចោទប្រកាន់ដល់អង្គការសហប្រជាជាតិថាជាផ្ទៃក្នុងកិច្ចការប្រទេសកម្ពុជាហើយបានគម្រាមកំហែងចង់បិទការិយាល័យនោះផងអ្នកមុខអ្នកការជាន់ខ្ពស់នោះបានថ្លែងថាអស់លោកអ្នកតំណាងរដ្ឋាភិបាលតំណាងគណៈបកប្រជាជននិយាយដូច្នោះនោះគឺបញ្ជាក់ពីកម្រិតវិជាទីបំផុតផ្នែកខាងទំនាក់ទំនងអន្តរជាតិនិងកិច្ចការរបស់ការិយាល័យស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិអំពីសិទ្ធិមនុស្សដូច្នេះការនេះឆ្លុះបញ្ចាំងឲ្យឃើញថាការដែលចោទប្រកាន់អង្គការសហប្រជាជាតិនេះគ្មានន័យអ្វីទេសមនឹងលោកអ្នកមុខអ្នកការជាន់ខ្ពស់អន្តរជាតិនោះទូលមានទីទានដូច្នោះហើយដោយកម្រិតទៀតដោយចំណេះវិជ្ជាឬគំនិតចង្អៀតចង្អល់ឬក៏ដូចជាអ្នកមុខអ្នកការជាន់ខ្ពស់នោះលោកថាអស់លោកអ្នកក្នុងការក្នុងព្រឹទ្ធសភាក្នុងរដ្ឋសភានិងស្ថាប័នដទៃទៀតគឺដើម្បីចាំតែប្រថាប់ប្រាជូននៅអ្វីដែលនាយករដ្ឋមន្ត្រីឬក៏រដ្ឋាភិបាលនៃគណៈបកប្រជាជនចេញជាសំណើធ្វើជាការពិភាក្សាបន្តិចបន្តួចនៅព្រឹទ្ធសភាបន្ទាប់ពីនៅរដ្ឋសភាជាដើមគឺគេមានគោលបំណងគេច្បាស់លាស់ណាស់ហើយមានការណាត់គ្នាការប្រើការដាក់ស្ទើរការបញ្ជាពីថ្នាក់ដឹកនាំគណៈបកប្រជាជនពីគណៈរដ្ឋមន្ត្រីឲ្យសភាធ្វើតាមព្រឹទ្ធសភាធ្វើតាមឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើតាមហើយយកទៅគោលថ្វាយបកណាឲ្យលោកឡាយប្រហោះតាមដូច្នេះទាំងអស់នេះគឺបណ្ដាក់គ្នាណាត់គ្នាគ្មានការពិភាក្សាគ្មានការបើកចំអកឲ្យពិភាក្សានៅក្នុងរដ្ឋសភាព្រឹទ្ធសភាឲ្យមានមតិផ្ទុយមតិស្របហើយបើកសិទ្ធិសេរីភាពឲ្យសមាជិកគណៈបកទាំងសងខាងមានសិទ្ធិសេរីភាពបោះឆ្នោតដោយសុឆន្ទៈដោយការស្ម័គ្រចិត្តដូចជាប្រទេសលោកសេរីនៅក្នុងពិភពលោកនានានោះទេដូច្នេះការធ្វើច្បាប់នេះគឺមានគោលបំណងច្បាស់លាស់ហើយច្បាប់ជាបន្តបន្ទាប់ហើយហើយមកគឺធ្វើទាំងអំណាចដើម្បីនឹងរក្សាអំណាចរបស់គណៈបកប្រជាជនរបស់គណៈបកដឹកនាំហើយគម្រាមកំហែងព្រមទាំងចាប់ដាក់គុកនៅសកម្មជនណានៅអ្នកក្លាហានណាដែលហ៊ាននិយាយប្រឆាំងដូចជាថ្មីនេះចាប់លោកគឹមសុខដាក់គុកប្រៃសណជាដើមដោយសារតែការបញ្ចេញមតិយោបល់របស់លោកក៏ហើយអន្តរជាតិមតិអន្តរជាតិនិងមតិជាតិសពថ្ងៃនេះយល់ស្របគ្នាថាប្រទេសកម្ពុជាត្រូវបានដឹកនាំដោយរបបផ្ដាច់ការដោយរដ្ឋាភិបាលផ្ដាច់ការដោយរដ្ឋាភិបាលបកតែមួយគឺផ្ទុយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ1991អំពីកម្ពុជាដែលធានានៅសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិការប្រមូលផ្ដុំគ្នាសិទ្ធិតវ៉ាសិទ្ធិបញ្ចេញមតិយោបល់និងជាពិសេសធានានៅរបបដឹកនាំមួយដែលប្រកបដោយសេរីក្នុងគណៈបកការបោះឆ្នោតដោយសុចរិតយុត្តិធម៌ជាដើមនិងរក្សាការពារសិទ្ធិមនុស្សសិទ្ធិពលរដ្ឋរបស់ប្រទេសកម្ពុជាឲ្យសមស្របនឹងសេចក្តីប្រកាសជាសកលនៃសិទ្ធិមនុស្សពិភពលោក
ព្រៀងវិសោធនកម្មច្បាប់ទាំងនោះអំពីគណៈបកនយោបាយបន្ទាប់ពីបានត្រូវរដ្ឋសភាសម្រេចអនុម័តសម្រេចហើយនោះបញ្ជូនមកព្រឹទ្ធសភាជួបជុំគ្នាតែ44នាក់ដែលជាសមាជិករបស់គណៈបកប្រជាជនដោយសមាជិកគណៈបកសំរងស៊ីធ្វើពិធីការមិនព្រមចូលរួមក៏ព្រឹទ្ធសភានៅតែប្រជុំដូចជារដ្ឋសភាដែលប្រជុំតែគណៈបកប្រជាជនដែលគ្មានការចូលរួមពីគណៈបកប្រឆាំងសង្គ្រោះជាតិនោះទេហើយនៅក្នុងព្រឹទ្ធសភានៅថ្ងៃ28នោះទៀតគឺគេប្រជុំមើលសេចក្តីព្រៀងវិសោធនកម្មច្បាប់ទាំងឡាយនោះចុះឡើងទៅគឺមិនបាន1ម៉ោងផងបន្លំគ្នាលើកដៃស្រុកស្រួលគ្នាសម្រាប់អនុម័តយកតែម្ដងបាទហើយការធ្វើដោយប្រញាប់នេះគឺបញ្ជាក់ថាស្ថាប័នសភារបស់គណៈបកប្រជាជនស្ថាប័នព្រឹទ្ធសភារបស់គណៈបកប្រជាជនដូចជាមុខអ្នកការអន្តរជាតិបាននិយាយគឺគ្រាន់តែជាការប្រថាប់ត្រាគ្រប់ពេលវេលាសម្រាប់ផ្ដល់អំណាចឲ្យគណៈរដ្ឋមន្ត្រីរបស់គណៈបកប្រជាជនធ្វើអ្វីស្រេចតែនឹងចិត្តតែប៉ុណ្ណោះហើយសូមជម្រាបថាហេតុផលដែលលើកមកបញ្យល់ឲ្យបដិសេធកិច្ចសហការជាមួយនឹងមន្ត្រីអ្នកតំណាងការិយាល័យស្នងការជាន់ខ្ពស់អំពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅកម្ពុជានោះដែលថាជាការជៀសជ្រែកជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជានោះនិងការជៀសជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះគឺគ្មានន័យទេគឺគ្មានការពិតទេសូមជម្រាបថាមុខងាររបស់អង្គការសហប្រជាជាតិនៅគ្រប់ប្រទេសទាំងអស់ដែលមានការិយាល័យផ្សេងជាពិសេសការិយាល័យនៃស្នងការជាន់ខ្ពស់អំពីសិទ្ធិមនុស្សនេះគឺជាខ្នាតអន្តរជាតិគឺជាការព្រមព្រៀងគ្នារវាងប្រទេសសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិនិងអង្គការសហប្រជាជាតិពីព្រោះនៅក្នុងពិភពលោកនេះប្រទេសដែលមានរដ្ឋាភិបាលត្រឹមត្រូវប្រទេសដែលមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិខ្លាយខ្លួនជាសមាជិកអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិមានភារកិច្ចជួយរក្សាការពារសិទ្ធិរបស់ប្រជាពលរដ្ឋរបស់មហាជននៃប្រទេសទាំងនោះទប់ស្កាត់មិនឲ្យរដ្ឋាភិបាលឬក៏ក្រុមអំណាចណាមួយរំលោភជិះជាន់សិទ្ធិមនុស្សប្រុសស្រីរបស់សមាជិកប្រទេសសមាជិករបស់អង្គការសហប្រជាជាតិទេជាពិសេសប្រទេសកម្ពុជាដែលត្រូវអង្គការសហប្រជាជាតិជួយសពបែបយ៉ាងក្នុងការរៀបចំកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1991ហើយបញ្ជូនអាជ្ញាធរអង្គការសហប្រជាជាតិមកជួយរៀបចំការបោះឆ្នោតជួយរៀបចំបង្កើតបង្កនៅលក្ខណៈស្ថានភាពបរិយាកាសឲ្យសមគួរសម្រាប់រៀបចំកសាងប្រទេសឡើងវិញហើយត្រូវបានទទួលស្គាល់ឡើងវិញថាជាសមាជិកនៃអង្គការសហប្រជាជាតិកិច្ចព្រមព្រៀងក្រុងប៉ារីសបានបញ្ជាក់ថាប្រទេសកម្ពុជានឹងព្រមនឹងសហការជាមួយនឹងអង្គការសហប្រជាជាតិនិងសហការជាមួយនឹងប្រទេសសាសជាហត្ថលេខីទាំង18ប្រទេសទៀតនោះដើម្បីរក្សាការពារនៅសិទ្ធិមនុស្សសិទ្ធិពលរដ្ឋរបស់ប្រជាពលរដ្ឋប្រទេសកម្ពុជាដូច្នេះនៅពេលណាដែលមានការសង្ស័យដែលមានព្រឹត្តិការណ៍ឃើញថាអាចមានការរំលោភលើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជាគឺអង្គការសហប្រជាជាតិមានករណីយកិច្ចនិងមានសិទ្ធិត្រូវតែស៊ើបអង្កេតត្រូវតែរាយការណ៍ត្រូវតែលើកឡើងបង្ហាញដល់អង្គការសហប្រជាជាតិនិងដល់ពិភពលោកថាប្រជាពលរដ្ឋខ្មែរត្រូវបានគេរំលោភសិទ្ធិឬក៏គណៈបកនយោបាយផ្សេងមានគេរំលោភសិទ្ធិសពបែបយ៉ាងដោយប្រការណាមួយដូច្នេះរឿងនេះមិនមែនជារឿងការជ្រៀតជ្រែកផ្ទៃក្នុងទេយើងលើកឧទាហរណ៍ដូចជាការប្រៀបធៀបនៅក្នុងគ្រួសារមួយនៅក្នុងផ្ទះមួយនៅក្នុងភូមិស្រុកមួយនៅក្នុងភូមិស្រុកក្នុងខេត្តនៃប្រទេសនីមួយតែងតែមានអាជ្ញាធរតែងតែមានអ្នកគ្រប់គ្រងផ្នែកខាងតុលាការផ្នែកខាងច្បាប់ទម្លាប់ជាដើមនៅពេលណាដែលគ្រួ
សារនីមួយមានសេចក្តីសុខសប្បាយសុភមង្គលស្រស់ស្រួលគ្នាគឺអាជ្ញាធរឬក៏អ្នកគ្រប់គ្រងខាងសង្កាត់ខាងឃុំខាងស្រុកខាងខេត្តគេគ្មានសិទ្ធិគេគ្មានករណីយកិច្ចនឹងមកកោះហៅនឹងមកសួររឿងហេតុផលកិច្ចការគ្រួសាររបស់ផ្ទះនោះទេផ្ទុយទៅវិញនៅពេលណាឪពុកឬក៏បាល់ប្រុសវាយរំលោភធ្វើបាបដល់កូនឬក៏ប្អូនតូចឬក៏ប្តីវាយធ្វើបាបប្រពន្ធរំលោភសិទ្ធិមនុស្សសពបែបយ៉ាងជេរប្រមាថវាយធ្វើបាបដល់មានរបួសមានបញ្ហាសពបែបយ៉ាងដឹងឮទៅដល់សាលាសង្កាត់ដឹងឮដល់នគរបាលដោយសារប្រពន្ធទៅប៉ុណ្ណឹងឬក៏កូនទៅប៉ុណ្ណឹងឬក៏អ្នកជិតខាងទៅប្រាប់ឬក៏ការិយាល័យភ្នាក់ងារនគរបាលដើរមកត្រួតពិនិត្យភូមិឋាននឹងឃើញនឹងឮការរំលោភមានសម្លេងមានការយំសោកឈឺចាប់អីជាដើមនោះគឺជាករណីយកិច្ចរបស់នគរបាលជាករណីយកិច្ចរបស់ឃុំសង្កាត់ត្រូវតែមកសួរមកការពារមកស៊ើបអង្កេតដើម្បីរកការពិតថាតើបរិសុទ្ធនោះរំលោភសិទ្ធិរាងកាយវាយធ្វើបាបប្រពន្ធឬកូនចៅនៅក្នុងផ្ទះនឹងខុសខើដូចតែការតវ៉ារបស់ប្រពន្ធកូននោះមែនឬអត់នេះមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងគ្រួសារទេគឺជាករណីយកិច្ចគឺជាភារកិច្ចរបស់ឃុំសង្កាត់របស់អាជ្ញាធររបស់នគរបាលដូចគ្នានេះដែរអង្គការសហប្រជាជាតិដែលលោកបានចំណាយធនធានមនុស្សធនធានថវិកាធនធានសពបែបយ៉ាងទាំងអស់ដើម្បីនឹងជ្រោងប្រទេសកម្ពុជាស្ដារស្ថានភាពសពបែបយ៉ាងពីការរំលោភសិទ្ធិមនុស្សសពបែបយ៉ាងរហូតមកដល់បច្ចុប្បន្ននេះគឺជាករណីយកិច្ចរបស់អង្គការសហប្រជាជាតិរបស់ការិយាល័យនៃស្នងការជាន់ខ្ពស់អំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយសូមរំលឹកដល់អស់លោកអ្នកមុខអ្នកការខ្មែរកាន់អំណាចសពថ្ងៃអស់លោកជាច្រើនតែងតែនិយាយអួតអាងថាគណៈបកអស់លោកបានមកសង្គ្រោះមករំដោះប្រជាជនកម្ពុជាមហា
នាមជាកងទ័ពខ្មែរគេទៅបដិអស់លោកពីក្នុងគុកហើយយកមកប្រើធ្វើជាកងទ័ពរណសេរីសាមគ្គីសង្គ្រោះជាតិរបស់អស់លោកដែលអួតក្លែងក្លែងខុសរឿងសពយ៉ាងនោះតែយើងចង់បញ្ជាក់ថាអស់លោកអ្នកដែលជាសមាជិកគណៈបកប្រជាជនសពថ្ងៃនេះដែលចាត់ប្រកាន់អង្គការសហប្រជាជាតិថាជ្រៀតជ្រែកផ្ទៃក្នុងដោយសួរដោយសូមពិគ្រោះពិភាក្សាអំពីសំណើច្បាប់ណាមួយដែលត្រូវដាក់ឲ្យសភាទាំងពីរអនុម័តដើម្បីនឹងជិះជាន់ដើម្បីនឹងរំលោភដើម្បីនឹងគម្រាមកំហែងដល់អង្គការខ្មែរឬក៏គណៈបកនយោបាយខ្មែរឬក៏សកម្មជនខ្មែរឬក៏សារព័ត៌មានខ្មែរដែលនាំគ្នាក្រោកឡើងតវ៉ាដើម្បីនឹងជួយស្វែងរកនូវយុត្តិធម៌និងសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋសម្រាប់អង្គការសម្រាប់សារព័ត៌មានសម្រាប់គណៈបកនយោបាយទាំងអស់នោះគឺអង្គលោកដែលអ្នកធ្វើច្បាប់ហើយចោទអង្គការសហប្រជាជាតិនេះត្រូវតែអាម៉ាស់ត្រូវតែខ្មាស់ខ្លួនឯងហើយនឹកឃើញត្រឡប់ទៅចំនួនសម្រាប់ទង្គៀលរបស់ខ្មែរក្រហមនិងខ្មែរជាតិមិញនោះគឺខ្មែរក្រហមនិងខ្មែរជាតិមិញបានបិទប្រទេសផ្ដាច់ការតាក់ទងពីពិភពលោកទៅពាក្យមករបស់ចលនាអត់ហើយតែតែជំនួសជាបន្តថាអត់នឹងខ្លួនស្គាល់ឬឲ្យចំនួនខ្មែរក្រហមខ្មែរជាតិមិញតាមតែចាប់អត់តាមចាប់អត់ប្រមូលដោយសារតែ
មានខាងណាអង្គមានតាអង្គអង្គការប្រជាជាតិអណោនឹងមានស្ថានទូតនឹងមានការបដិមានជាតិទាំងអន្តរជាតិអណោបើមានវត្តមាននៅក្នុងរបបទូនសាសនានោះអង្គទៅអនុខោហើយតាមទៅយួនប្រាប់យ៉ាងគាត់ឲ្យចាក់ឲ្យដាក់ទុកឲ្យប្រវត្តិខ្មែរឲ្យធ្វើអ្វីអាលោកធ្វើចាក់ឲ្យទៅឲ្យមកដល់អំណាចតាមខ្លួនមិនតក៏បានយល់តាមតាមទៅតាមនោះទៅខ្លួននេះឲ្យមកឲ្យដល់តាទៅរត់ជំនាញនឹងទឹកដាក់ទៅដល់របស់អង្គការប្រជាជាតិនិងអង្គការជាតិនិងអង្គការកលរដ្ឋាភិបាលទាំងរបស់អង្គការជាតិនិងរបស់អង្គការដូចនេះដល់អនុជាមនុស្សជាខ្មែរដល់អនុមិនខុសជាតិទេដល់អនុមិនទឹកកន្លងស្គាល់ខ្លួនទេដល់អនុមិនទឹកពីប្រយោជន៍របស់អស់ទេដល់អនុមិនមែនជាខ្លួនខ្មែរនយោបាយយួនទេសូមអនុអ្នករំលឹកឡើងហើយសូមអត់ដឹងឲ្យយ៉ាងមកការដឹកនាំខ្លួនក្នុងសង្គមពុទ្ធសាសនាដែលជាសាសនាដែលមានគោលធម៌តាមគោលគំនិតទៅគឺប្រចាំអំពីសង្គមឲ្យលោកតាមតាមមានសាច់យ៉ាងទៅតាមពីសេចក្តីស្មោះត្រង់និងខ្លួនឯងមិនមកជំនឿទៅជាហើយតាមតាមពីសេចក្តីអត់ធ្មត់ឬក៏ឡាក់ទៅសក់ទាំងអស់ដែលតាមពីគុណតាមតាមលំហាត់ទៅចិត្តតាមអំណាចជាតិសាសនារបស់ថាដែលអស់លោកអត់ការតាមជាតិអស់ស្មោះត្រង់ទៅជាតិសាសនារបស់ថាតាមជាតិតែពីនោះអស់លោកនឹងគុណទៅជាតិសាសនារបស់ថាតាមជាតិតាមជាតិមានប្រភពតាមជាតិតាមជាអត់ដល់តាមជាតាមរបស់អស់លោកខ្មែរគ្រប់រូបរបស់គ្នាមួយហាមមួយមិនមកជាអត់ដល់តាមជាអត់ដល់នោះគឺមានអំណរជំនួសតាមជាអត់ដល់នោះគឺទៅឆ្លងអស់លោកតាមមានអញ្ចឹងតាមទៅទៅហើយឆោតស្នាអត់ដល់នៅហើយហត់ទៅតាមទៅរក្សាអំណាចរក្សាអត់មកទេការរបស់អស់លោកហើយនឹងអស់លោកអ្នកទឹកឡើងមានអំណាចអស់ខសក់ទៅមិនបានអំណាចតាមតាមតាមអង្គទៅជាលោកតាមលើស្ថានហើយនឹងមកតាមខ្លួនទៅជាហើយដល់អង្គលោកអ្នករកមកទៅតាមទៅថាសូមអរលោកអ្នកឲ្យឡើងហើយឬមកដល់ខាងកណ្ដាលគឺអំណរខតាមរបស់ខាងខាងហើយប្រកបដោយចិត្តធំប្រយោជន៍ដល់ជនខាងចិត្តធំហើយរករួមតាមជាខាងនេះសូមណាខ្លួនអរលោកជាគណៈចាវិទ្យុស៊ីមអិនសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះលោកនាថបណ្ឌិតរិទ្ធិពលប្រធានអង្គការសង្ឃៈប្រជាជាតិយើងដែលលោកបានផ្ដល់បទវិភាគពុស្ដាទាក់ទិននឹងកាតព្វកិច្ចនិងទូនីតិចម្បងរបស់អង្គការសហប្រជាជាតិចំពោះបញ្ហាការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាចាសូមអរគុណច្រើនលោកបណ្ឌិតលោកអ្នកនាងមិត្តអ្នកស្ដាប់ជាទីមេត្រីមុននឹងបញ្ចប់កម្មវិធីផ្សាយនៅព្រឹកនេះខ្ញុំបាទគង់សម្រាប់និងសហការីសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់តាមដានស្ដាប់របស់លោកអ្នកនាងនិងសូមជូនពរសូមឲ្យលោកអ្នកនាងនិងមិត្តអ្នកស្ដាប់ទាំងអស់ជួបតែពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយ